Susday ពុកម៉ែមីបងប្អូនតើគ្នាចាស្វាគមន៍មកកាន់វីដេអូថ្មីម្ដងទៀតជាមួយនឹងខ្ញុំហើយថ្ងៃនេះដែរចាចូលដល់រដូវធ្លាក់ខ្យល់ខែ12ជាគឺឃ្លានសុបក្តៅក្តៅចាបើបានសុបក្តៅក្តៅហត់មិនដឹងជាឆ្ងាញ់ប៉ុណ្ណាទេអញ្ចឹងទៅក៏ខ្ញុំនឹកឃើញថាចង់ធ្វើស៊ុបវ៉ុនតុនណាគ្នាស៊ុបវ៉ុនតុនហ្នឹងអាស៊ុបចិនណាគ្នាស៊ុបគៀវហ្នឹងហើយខ្ញុំក៏ធ្វើខ្លួនឯងព្រោះខ្ញុំគិតថាទិញគេបានបន្តិចចឹងណាជាទូទៅខ្ញុំអាសាទិញគេហើយអត់បានច្រើនទេបានតែប្រហែលគ្រាប់ដែរអញ្ចឹងចាហើយតម្លៃ2-3រៀលដែរចឹងក៏ខ្ញុំនឹកឃើញថាធ្វើខ្លួនឯងមកទៅបានច្រើនអញ្ចឹងណាហើយបានច្រើនអញ្ចឹងខ្ញុំចង់ឲ្យអ្នកផ្ទះគាត់បានពិសាពេញមាត់ជុំគ្នាដែរអញ្ចឹងណាចាហើយខ្ញុំទិញអាសបកខ្ចប់គៀវហ្នឹងមកពីផ្សារទំនើបនៅផ្សារអេអនយើងហ្នឹងអ្នកនរគ្នាចាហើយមកកញ្ចប់វាហ្នឹងមាន30ស្លឹកអញ្ចឹងខ្ញុំទិញ2កញ្ចប់អញ្ចឹងវាបាន60ស្លឹកចាហើយខ្ញុំក៏រៀបចំកិនសាច់កិនអីអញ្ចឹងទៅពេលច្រាមវាយូរណាគ្នាអញ្ចឹងសាច់គោនេះលាងស្អាតហើយយើងហាន់ចំណិតទូចៗដូចយើងឆាអញ្ចឹងហើយដាក់ចូលម៉ាស៊ីនកិនហើយកិនវាអាម៉ត់យើងលាយគ្រឿងដាក់តាមចំណង់ចំណូលចិត្តយើងណាទឹកស្អ៊ីវរ៉ូឌីអីចឹងទៅតាមតែយើងពេញចិត្តប៉ុណ្ណារសជាតិប៉ុណ្ណាអញ្ចឹងណាហើយអ្នកតាខ្ញុំអត់សូវប្រើស្ករណាគ្នានិយាយទៅកម្រចាអញ្ចឹងទៅដាក់តែទឹកស្អ៊ីវបន្តិចរ៉ូឌីបន្តិចអីចឹងទៅម្រេចអីចឹងទៅហើយក៏ខ្ញុំដាក់ស្ពៃក្តោបថែមអញ្ចឹងណាព្រោះខ្ញុំចង់ញ៉ាំគៀវស្នូសាច់គោហើយពេលយើងកិនសាច់លាយគ្រឿងអីហើយអស់ដាក់គ្រឿងចូលសពអស់ហើយយើងមកខ្ចប់វាម្ដងមួយចាហើយខ្ញុំអត់សូវចេះមែនដែរអ្នកគ្នាលើកទី1ដែលខ្ញុំរៀនធ្វើស៊ុបវ៉ុនតុនហ្នឹងអ្នកគ្នាចាចឹងទៅចេះតែដាក់ខ្ចប់ទៅខ្ញុំមើលវីដេអូក្នុង YouTube ខ្លះអីខ្លះអញ្ចឹងណាចាហើយក៏រៀនធ្វើដែរទៅស៊ុបហ្នឹងព្រោះអីគេមានរបៀបគេធ្វើដែរទឹកស៊ុបទឹកអីអញ្ចឹងណាហើយនៅក្នុងដំណើរការនៃការធ្វើស៊ុបវ៉ុនតុននេះយូរជាងគេគឺអង្គុយខ្ចប់គៀវហ្នឹងមកចា60គៀវចាត្រូវអង្គុយខ្ចប់ដងម្នាក់ឯងពួកអីពេលហ្នឹងគ្រូសាខ្ញុំគាត់រវល់គាត់នៅកន្លែងធ្វើការចាអត់ទាន់បានត្រឡប់មកវិញទេពេលខ្ញុំធ្វើនេះល្ងាចហើយរៀងយប់ទៅអ្នកគ្នាចាមកប្រហែលជា7-8អីដែរអ្នកគ្នាចាហើយខ្ញុំអង្គុយខ្ចប់ម្ដងមួយចឹងទៅ60គៀវម្នាក់ឯងចាហើយអង្គុយខ្ចប់បដាស្ដាប់ចម្រៀងបដាហើយក៏និយាយជាមួយឆ្កែខ្ញុំលេងបដាចាជីវិតអត់មានអីទេចាគឺចូលចិត្តនិយាយមួយកូនអីចឹងទៅទោះបីកូនក៏អត់ឆ្លើយក៏ដោយចាតែនិយាយលេងមួយពួកវាទៅតែពួកវាយល់អ្នកគ្នាចានិយាយរឿងធ្វើគៀវសុកចូលនិយាយមួយឆ្កែចាជីវិតហើយពេលខ្ចប់ហ្នឹងអ្នកគ្នាកុំដាក់ snow ច្រើនពេកអ្នកគ្នាខ្ញុំដាក់ snow ច្រើនពេកពេលខ្ចប់ទៅវារៀងអៀចទៅវាលហែកបានរហូតអ្នកគ្នាហើយអ្នកគ្នាក៏ខ្ញុំយកទៅញល់អាបាតហ្នឹងជាមួយនឹងអាម្សៅគៀវហ្នឹងអ្នកគ្នាម្សៅសបកគៀវហ្នឹងចាដើម្បីឲ្យវាបិទអាបាតហ្នឹងចិត្តអញ្ចឹងណាតែវានៅធ្លាយអញ្ចឹងអ្នកគ្នាពេលយើងសោះវាដោយសារវាអត់ចិត្តទេចាចឹងទៅពេលដាក់ snow កដាហ្នឹងគឺដាក់មកល្មមបានហើយកុំលោភដាក់ច្រើនពេកពេលខ្ញុំដាក់ច្រើនពេកខ្ញុំគិតថាចង់ឲ្យខាងក្នុងហ្នឹងសាច់គៀវហ្នឹងវាច្រើនពេលញ៉ាំទៅប៉ុន្តែវាទៅជាលហែកពេលលហែកទៅវាអត់ឆ្ងាញ់ទេអ្នកគ្នាពេលយើងចំហុយសោះអីចឹងទៅវាធ្លាយអាបាតដល់ចឹងវាហូរអាទឹកគ្រឿងអារសជាតិដែលយើងលាយនៅក្នុងសាច់ហ្នឹងវាហូរចេញមកចាចឹងទៅវារៀងខ្សោះសាច់អត់សូវឆ្ងាញ់ទេអញ្ចឹងអ្នកគ្នាដាក់មកល្មមបែរណៃកុំឲ្យអាសបកគៀវហ្នឹងវាលហែកហើយនេះជាលើកទី1ដែលខ្ញុំរៀនធ្វើអញ្ចឹងទៅវាខុសដែរចាតទៅយើងខុសបាទយើងរកត្រូវឃើញអ្នកគ្នាអញ្ចឹងខ្ញុំចែករំលែកពីកំហុសដែលខ្ញុំធ្វើអញ្ចឹងពេលអ្នកគ្នាធ្វើកុំឲ្យខុសដូចខ្ញុំណាអញ្ចឹងពេលអ្នកគ្នាធ្វើអាថាសដែលយើងដាក់វាហ្នឹងលាបប្រេងផងអ្នកគ្នាយកបានលាបប្រេងអញ្ចឹងទៅវារៀងស្អិតតពេលទៅវាស្អិតជាប់អាថាសហ្នឹងយើងដកមកវារៀងលហែកចាហើយមួយទៀតយើងយកជក់ជ្រលក់ប្រេងហើយលាបគៀវនឹងមួយផងចាព្រោះពេលវានៅចិត្តគ្នាហ្នឹងក៏វាស្អិតជាប់គ្នាដែរអ្នកគ្នាហើយនេះអស់30ស្លឹកឯងឥឡូវខ្ញុំបកកញ្ចប់ថ្មីចាហើយខ្ញុំបកវាចេញជាស្លឹកហេចឹងឲ្យហើយកុំឲ្យវាពិបាកទាញណាអ្នកគ្នាឃើញវានៅស្អិតជាប់គ្នាចាអញ្ចឹងដកវាចឹងឲ្យហើយទៅយើងស្រួលខ្ចប់យើងទាញមកខ្ចប់ហ្មងចាដូចខ្ញុំបញ្ជាក់អញ្ចឹងណាអ្នកគ្នាលាបប្រេងវាផងកុំឲ្យវាស្អិតតែអញ្ចឹងទេស្អិតជាប់គ្នាទាញមកលហែករហុយអស់ហើយចានេះទៅគឺរៀងរដាក់រដុំបន្តិចបោះពិសោធន៍ធ្វើស៊ុបវ៉ុនតុនលើកទី1នេះព្រោះអីលើកទី1អញ្ចឹងអត់សូវច្បាស់អត់សូវជំនាញទេអ្នកគ្នាអើយហើយរៀនពី
YouTube ដែរចាអញ្ចឹងក៏ព្យាយាមធ្វើទៅតែលើកទី2ខ្ញុំគិតថាអាចនឹងធ្វើល្អប្រសើរជាងនេះច្រើនហើយខ្ញុំចង់ធ្វើលើកទី2ម្ដងទៀតដែរអ្នកគ្នាចង់សាកហើយក៏ចង់ធ្វើជូនយាយហើយតាគាត់បានពិសាដែរអញ្ចឹងណាហើយមួយទៀតអ្នកគ្នាបើសិនជាដាក់ផេងល្ងទៀតហត់តែឈ្ងុយចាពេលនោះខ្ញុំភ្លេចបញ្ជាក់ខ្ញុំបានដាក់ផេងល្ងដែរអញ្ចឹងទៅរៀងឈ្ងុយអញ្ចឹងណាហើយពេលខ្ញុំខ្ចប់នេះចៃដន្យណាសាច់នឹងវាអស់ហើយអ្នកគ្នាអញ្ចឹងទៅនៅសល់ប្រហែលជា10ស្លឹកហើយ10ស្លឹកហ្នឹងខ្ញុំស្ដាយក៏ខ្ញុំអត់ចង់បោះចោលវាអញ្ចឹងក៏ខ្ញុំកាត់វាជាតសៃសោះទៅដូចតសៃកាទៀវអញ្ចឹងណាប៉ុន្តែដូចខ្ញុំបញ្ជាក់ចង់ខ្ញុំធ្វើខុសខ្ញុំបានលាបផេងហើយពេលខ្ញុំកាត់វាហ្នឹងខ្ញុំអត់បានកាត់វាម្ដងមកស្លឹកទេអ្នកគ្នាខ្ញុំដាក់វាជាដុំអញ្ចឹងហើយកាត់យកមកមានណែទៅពេលសោះទៅវាជាប់គ្នាហើយឡើងនិយាយទៅអត់ល្អគួរឲ្យចង់ញ៉ាំអ្នកគ្នារូបភាពក៏អត់ស្អាតទេចឹងបាទខ្ញុំអត់ចង់ថតបង្ហាញអ្នកគ្នាទេចាអញ្ចឹងពេលអ្នកគ្នាធ្វើបើសិននៅសល់អាតសៃហ្នឹងអ្នកគ្នាដកវាចេញមកស្លឹកហើយកាត់វាស្ដើងមកល្មមទៅលាបផេងហើយចាំសោះវាដូចតសៃកាទៀវអញ្ចឹងណាប៉ុន្តែស្ដាយមែនតើអ្នកគ្នាប៊ីសនឹងគ្រប់ទៅហ្នឹងសាច់ដែលកិនហើយហ្នឹងសល់តែ10ស្លឹកទៀតចាអញ្ចឹងខ្ញុំធ្វើហ្នឹងបាន50ស្លឹកវីដេអូនេះជាក់ស្ដែងគូវែងមែនតើអ្នកទាំងគ្នាតែខ្ញុំកាត់ឡើងសល់តែ9នាទី10នាទីឲ្យអ្នកគ្នាមើលទេតែជាក់ស្ដែងធ្វើចូលពី3ម៉ោងដែរសាច់ធ្វើហ្នឹងណាហើយវីដេអូហ្នឹងខ្ញុំថតហ្នឹងវាចូលចង់និយាយទៅច្រើនណា30-40នាទីដែរអ្នកគ្នាខ្ញុំកាត់នៅសល់តែ9នាទី10នាទីអ្នកគ្នាព្រោះអីបើឲ្យអ្នកគ្នាមើលទាំងអស់ហ្មងក៏អ្នកគ្នាធុញដែរព្រោះវាវែងពេកចាអញ្ចឹងក៏កាត់ខ្លីៗបញ្យល់អ្នកគ្នាឲ្យអ្នកគ្នាមើលឲ្យចែករំលែកពីបទពិសោធន៍ខ្ញុំធ្វើលើកទី1និងកំហុសដែលខ្ញុំធ្វើទៅអត់ត្រូវអីអញ្ចឹងណាចាចង់ចែករំលែកឲ្យបងប្អូនបានដឹងដែរអញ្ចឹងពេលធ្វើទៅកុំឲ្យខុសដូចខ្ញុំហើយពេលយើងធ្វើហើយក៏យើងដាក់សោះវាអញ្ចឹងទៅអ្នកគ្នាហើយកន្លែងនេះដែរខ្ញុំចង់បញ្ជាក់ពេលអ្នកគ្នាញ៉ាំប៉ុណ្ណាសោះប៉ុណ្ណឹងបើអ្នកគ្នាដាក់ចូលទឹកស៊ុបទាំងអស់គឺអត់ឆ្ងាញ់ទេវាហីហើយអ្នកគ្នាមួយទៀតគឺទឹកដែលសោះគៀវនឹងផ្សេងអ្នកគ្នាទឹកស៊ុបនឹងផ្សេងអានេះយើងធ្វើទឹកស៊ុបម្ដងមិញទឹកសោះគៀវព្រោះយើងសោះទឹកផ្សេងណាដើម្បីឲ្យវាចេញអាម្សៅសអស់បើយើងដាក់ចូលស៊ុបមកអាម្សៅសនឹងវានៅក្នុងស៊ុបអញ្ចឹងស៊ុបយើងអត់ឃើញថ្លាស្អាតទេអ្នកគ្នាឃើញរាងស្អាតចាហើយនេះរបៀបយើងធ្វើទឹកស៊ុបយើងដាំទឹកឲ្យពុះហើយយើងដាក់ទឹកស៊ីអ៊ីវឲ្យចេញរាងពណ៌ប៉ិននេះអីទៅអ្នកគ្នាឬក៏កន្លះវែកបើខ្ញុំដាក់កន្លះវែកបន្ទាប់មកដាក់ស៊ុបរ៉ូឌីអញ្ចឹងណាហើយដាក់ខ្ទឹមសដាក់គល់ខ្ទឹមហើយនឹងខ្ញីយើងដាំឲ្យវាឈ្ងុយចាហើយយើងដាក់សោះនៅក្នុងទឹកស៊ុបនឹងឲ្យវាពុះឲ្យជះក្លិនឈ្ងុយហើយយើងស្រង់គល់ខ្ទឹមគល់អីនឹងចេញមកចាហើយតមកយើងសោះគៀវនឹងហើយយើងយកគៀវនឹងដាក់ចូលក្នុងចានហើយយើងស៊ុបទឹកស៊ុបពីលើទៅអានេះរបៀបដែលខ្ញុំធ្វើអានឹងឆ្ងាញ់បើដាក់គៀវចូលក្នុងទឹកស៊ុបហ្មងណាគ្នាហ៊ីកស្កយចាហ៊ីកប៉ុន្តែនៅដូចតែសែងមីចង់អត់ឆ្ងាញ់ទេអាម្សៅគៀវហ្នឹងណាអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងដល់គ្នាធ្វើទឹកស៊ុបហើយអ្នកគ្នាសោះគៀវហើយដាក់គៀវនៅក្នុងចានហើយចាំដួសទឹកស៊ុបដែលពុះហ្នឹងយកដាក់ពីលើគៀវវិញមួយចានពេលយើងញ៉ាំដូចយើងធ្វើកាទៀវអញ្ចឹងណាធ្វើអញ្ចឹងបានឆ្ងាញ់ហើយនេះគៀវដែលនៅសល់ណាព្រោះអីដូចខ្ញុំបញ្ជាក់អញ្ចឹងយើងញ៉ាំប៉ុណ្ណាយើងដាក់សោះប៉ុណ្ណឹងទៅសោះទាំងអស់ហ៊ីកស្កយអត់ឆ្ងាញ់ទេអញ្ចឹងយើងលាបផេងវាកុំឲ្យវាស្អិតតែនេះហួសពេលបាត់ហើយអ្នកគ្នាធំតែខ្ញុំដឹងខ្លួនថាធ្វើខុសហ្នឹងវាយឺតពេលបាត់ទៅហើយអានេះគៀវនេះខ្ញុំបានលាបផេងឯងហើយខ្ញុំដាក់ក្នុងទូទឹកកកឡើងមួយយប់អញ្ចឹងទៅរៀងស្ងួតអានេះថ្ងៃបន្ទាប់ទៀតណាអ្នកគ្នាខ្ញុំធ្វើញ៉ាំបន្ថែមទៀតព្រោះដូចខ្ញុំបញ្ជាក់ចង់តើហ៊ានដាក់ចូលសោះក្នុងឆ្នាំងទាំងអស់ហ្នឹងហ៊ីកស្កយអត់ឆ្ងាញ់ទេចាតែដូចខ្ញុំនិយាយចឹងមុននឹងបងប្អូនធ្វើលាបផេងឲ្យហើយទៅឃើញរបស់ខ្ញុំដាក់ចូលទូឡើងក្រៀមឲ្យជាប់គ្នាណាគ្នាប៉ុន្តែទោះបីលើកទី1នេះរៀងរដប់មិនក៏ដោយណាគ្នាតែរសជាតិគឺឆ្ងាញ់ហ្មងហើយនេះខ្ញុំចំហុយវាម្ដងខ្ញុំអត់សោះទឹកទៀតទេបងប្អូនអាចចំហុយដូចខ្ញុំក៏បានដែរចាខ្ញុំអត់ចង់ឲ្យវាហៀងម្សៅពេលសោះទៅរៀងហៀងម្សៅអញ្ចឹងខ្ញុំក៏ចំហុយហើយពេលរៀងឆ្អិនខ្ញុំដាក់ចូលក្នុងចានកូមហើយទឹកស៊ុបឆ្អិនពុះខ្ញុំដួសដាក់ទឹកស៊ុបពីលើចាណាគ្នាឲ្យថែមល្ងថែមអីចង់មកពេលល្ងហើយធ្វើទឹកស្អ៊ីវនោះអូយខ្ញុំមិនដឹងនិយាយមិនទេណាខ្ញុំលេបទឹកមាត់ទៀតហើយគឺឆ្ងាញ់ទឹកស្អ៊ីវនេះខ្ញុំអត់មានទឹកស្អ៊ីវជូរខ្ញុំដាក់ជាមួយនឹងក្រូចឆ្មាយើងដាក់ទឹកស្អ៊ីវជីងស៊ូយើងធម្មតាហ្នឹង
ទឹកស៊ីអ៊ីវចេញស៊ូយើងដាក់មកល្មមទៅយើងញ៉ាំម្នាក់ឯង2នាក់3នាក់អីចឹងដាក់លៃតាមហ្នឹងទៅ3 4 50រៀលអីតាមហ្នឹងទៅបន្ទាប់មកដាក់ប្រេងល្ងចូលប្រហែលជាកន្លះសាភៀឬមកសាភៀតាមយើងចូលចិត្តអញ្ចឹងណាអ្នកគ្នាបន្ទាប់មកដាក់ម្ទេសហុយអូយហើយច្របាច់ក្រូចឆ្មាចូលមកចំណិត2ចំណិតតាមចំណងចំណូលចិត្តយើងចូលចិត្តជូរប៉ុណ្ណាអូយអ្នកគ្នាកូរឲ្យសັບគឺឆ្ងាញ់ហ្មងព្រោះខ្ញុំមានទឹកស៊ីអ៊ីវជូរអញ្ចឹងខ្ញុំធ្វើបែបហ្នឹងជំនួសប៉ុន្តែគឺឆ្ងាញ់ញ៉ាំត្រូវគ្នាហ្មងអ្នកគ្នាប៉ុន្តែខ្ញុំអត់ដឹងទេចំពោះអ្នកគ្នាចូលចិត្តអត់ព្រោះអីចំពោះខ្ញុំម៉ាក់ខ្ញុំគ្រូសាខ្ញុំគឺគាត់ចូលចិត្តខ្ញុំធ្វើឲ្យពួកគាត់ញ៉ាំគឺពួកគាត់ថាអូយឆ្ងាញ់ណាស់ពួកគាត់ហត់អស់ឡើងម្នាក់មួយចានចាទឹកស៊ីអ៊ីវនោះជ្រលក់មួយគៀវគឺឆ្ងាញ់ហ្មង the best ហ្មងអ្នកគ្នាអញ្ចឹងអ្នកគ្នាមើលវីដេអូហ្នឹងហើយបើចង់សាកធ្វើអាចធ្វើបានចាហើយបើមានចំណុចណាអត់យល់អីអញ្ចឹងអាច comment សួរបានបើខ្ញុំដឹងអីចឹងខ្ញុំអាចជួយប្រាប់បន្ថែមបានចាអរគុណជំរាបលាសម្រាប់ការតាមដានវីដេអូខ្ញុំបាយបាយជួបគ្នានៅវីដេអូក្រោយៗទៀត